ជីវិតដ៏កំសត់និងពាក្យនិន្ទារបស់អ្នកភូមិរឿងរ៉ាវបានចាប់ផ្ដើមឡើងនៅក្នុងភូមិលីវស៊ូតុនស្រីស្អាតម្នាក់ឈ្មោះឈុនមេយបានរៀបការជាមួយលីដាដេតលីដាសានដែលជាជាងថ្មដ៏ស្មោះត្រង់និងមានស្នាដៃអ្នកទាំងពីររស់នៅយ៉ាងមានសុភមង្គលប៉ុន្តែអកុសលស្វាមីរបស់នាងបានផ្លាត់ជើងធ្លាក់ពីលើភ្នំស្លាប់ចោលនាងឲ្យនៅជាស្ត្រីមេម៉ាយទាំងក្មេងទោះបីជាមានអ្នកស្រុកនិងអ្នកផ្គូផ្គងជាច្រើនដាស់តឿនឲ្យនាងស្វែងរកគូស្រករថ្មីយ៉ាងណាក៏ដោយក៏ឈុនមេយនៅតែប្រកែកនិងរក្សាភាពស្មោះត្រង់ចំពោះប្តីនាងបានខិតខំធ្វើការធ្ងន់ស្រាលរស់នៅដោយខ្លួនឯងទោះត្រូវរងនៅពាក្យអាក្រក់និងការអិចអុចពីអ្នកជិតខាងខ្លះក៏ដោយ 2. បុរសសូមទានអាតកំបាំងនិងឧបាយកថ្ងៃមួយមានបុរសម្នាក់ស្លៀកពាក់រហែករហ័រដើរមកសុំទានដល់មុខផ្ទះនាងដោយមានចិត្តសប្បុរសឈុនមេយមិនត្រឹមតែឲ្យបាយហូបប៉ុណ្ណោះទេថែមទាំងអញ្ជើញគេឲ្យអង្គុយហូបបាយជាមួយគ្នាទៀតផងនៅក្នុងការសន្ទនានាងបានទម្លាយប្រាប់ពីទុក្ខភ័យក្នុងចិត្តថាប៉ុន្មានថ្ងៃនេះចម្លែកណាស់បន្លែនិងសាច់នៅក្នុងផ្ទះបាយរបស់ខ្ញុំតែងតែបាត់បន្តិចបន្តួចជារៀងរាល់ថ្ងៃទោះខំស្វែងរកយ៉ាងណាក៏មិនដឹងថាជានរណាដែរបុរសសុំទាននោះដែលពិតជាលោកគ្រូឈិនជាអ្នកចេះមន្តវិជ្ជាបានវិញងើគិតគូររួចផ្ដាំនាងថាយប់នេះពេលល្ងិតអ្នកចូលទៅពួននៅក្នុងពាងអង្ករក្នុងផ្ទះបាយទោះបីឃើញឬអ្វីក៏ដោយដាច់ខាតកុំចេញមកឬបញ្ចេញសំឡេងឲ្យសោះដល់ពេលនោះអ្នកនឹងយកគ្រប់យ៉ាង3. ការប្រឈមមុខគ្នានៅកណ្ដាលអាធ្រាត្រលុះដល់ពេលយប់ងឹតសូនឲ្យឈឹងឈុនមេយបានលួចចូលទៅពួនក្នុងពាងអង្ករតាមការណែនាំចិត្តដល់កណ្ដាលអាធ្រាត្រស្រាប់តែទ្វារផ្ទះបាយត្រូវបានគេច្រានបើកនាងបានលួចមើលតាមប្រហោងគម្របពាងក៏ឃើញបុរសដាំងម្នាក់ដើរចូលមកបុរសនោះបានដើរទៅជិតចានបន្លែលួចយកបន្លែបន្តិចបន្តួចទាំងទឹកភ្នែកនិងពោលពាក្យអង្វរតិចថាបងស្រីឈុនមេយខ្ញុំមិនមែនចង់មកធ្វើជាចោរលួចទេតែប្រពន្ធខ្ញុំទើបតែសម្រាលកូនរួចខ្សោយរាងកាយខ្លាំងណាស់នៅក្នុងផ្ទះគ្មានប្រាក់ទិញថ្នាំទិញម្ហូបខ្ញុំអស់ផ្លូវដើរហើយរបស់ទាំងនេះខ្ញុំសូមខ្ចីសិនចាំថ្ងៃក្រោយខ្ញុំនឹងសងវិញ 4. ការពិតនិងទឹកចិត្តសប្បុរសពេលឮដូច្នេះឈុនមេយក៏ស្គាល់ភ្លាមថាបុរសនោះគឺដាច់ឆ្វាងជាអ្នកភូមិខាងលិចដែលប្រពន្ធគេទើបតែជួបគ្រោះថ្នាក់បង្កើតកូនរួចឈុនមេយក៏ស្រក់ទឹកភ្នែកដោយក្តីអាណិតនាងបានឈរចេញពីពាងអង្ករហើយពោលថាប្អូនដាច់ឆ្វាងមានការលំបាកហេតុអ្វីមិនប្រាប់ត្រង់ដាច់ឆ្វាងភ័យស្ទើរជ្រុះបន្លែពីដៃហើយអន់មុខដោយក្តីខ្មាស់អៀនព្រោះគេបានដើរខ្ចីលុយអង្ករគេជុំវិញភូមិទៅហើយតែគ្មាននរណាម្នាក់ព្រមជួយឡើយទើបដាច់ចិត្តធ្វើរឿងបែបនេះ 5. ដំណោះស្រាយនិងអត្ថន័យសាច់រឿងឈុនមេយមិនត្រឹមតែមិនប្រកាន់ទោសឬប្តឹងអ្នកភូមិឡើយនាងថែមទាំងបានដើរទៅយកបន្លែដែលសនិងច្រកសាច់ក្រកសាច់ប្រៃដែលព្យួរលើផ្ទះបាយហុចឲ្យដាច់ឆ្វាងទាំងស្រុងហើយប្រាប់ថាយករបស់ទាំងនេះទៅបំពាន់ប្រពន្ធចុះគិតថាកំជ័យពីខ្ញុំហើយកាលណាធូធាចាំសងវិញមនុស្សយើងទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយក៏មិនត្រូវដើរផ្លូវខុសឬធ្វើជាចោរឡើយត្រូវរស់នៅដោយស្មោះត្រង់និងថ្លៃថ្នូរសេចក្តីសន្ធានអត្ថន័យអប់រំសាច់រឿងនេះបានបង្ហាញពីគុណចិត្តមេត្តានិងការយោគយល់គេរបស់ស្ត្រីមេម៉ាយម្នាក់ដែលមិនមើលមនុស្សតែសម្បកក្រៅឬវិតម្លៃកំហុសឆ្គងដោយគ្មានហេតុផលការជួយសង្គ្រោះនិងការផ្ដល់ឱកាសកែខ្លួនគឺជាអំពើល្អដ៏ប្រពៃបំផុតនៅក្នុងសង្គម